បាទសួស្តីវីដេអូនេះគឺខ្ញុំចង់បង្ហាញអំពីការប្រើប្រាស់នៅ Auto Correction តើ Auto Correction នៅក្នុងកម្មវិធី Word ហ្នឹងគឺវាមានផលប្រយោជន៍បែបណាអូខេទីហើយយើងមើលនៅពាក្យនេះអូខេអូ sorry អញ្ចឹងយើង print term មកគឺបានក្បាលតារាងតែម្ដងពេលអញ្ចឹងយើងអត់ចាំបាច់អឺវាយច្រើនទេយើងគ្រាន់តែវាយប្រាស់ដូចជារចកម្មទេគឺមកក្បាលតារាង auto តែម្ដងវាសម្រួលការងារឲ្យយើងបានលឿនពេលបានលឿនជាងមុនពេលចាំមើលខ្ញុំបាយបន្តទៀតពេលខ្ញុំបាយពីថតូអញ្ចឹងវាលូតមកថ្ងៃខែតែម្ដងអញ្ចឹងយើងអាចសេរីតាមអ្វីដែលយើងធ្វើមកអូខេអញ្ចឹងមានន័យទៀតខ្ញុំបាយដីកាសិនអូខេអញ្ចឹងវេទិកាមួយជាមួយវេទិកាស្រេចការតែងតាំងតែម្ដងអញ្ចឹងនេះគឺជាគុណប្រយោជន៍នៃការដាក់ auto correction នៅក្នុងកម្មវិធី Word សម្រួលការងារឲ្យយើងបានលឿនជាងមុនអូខេហើយ role អីផ្សេងៗហ្នឹងគឺយើងអាចដាក់អត្ថបទឬក៏ប្រយោគអីក៏បានដែរឲ្យតែយើងពេញចិត្តនៃការដាក់អូខេអញ្ចឹងរបៀបនៃការដាក់ auto correction យើងធ្វើបែបនេះអូ sorry អញ្ចឹងយើងមើលអត្ថបទណាមួយដែលយើងឧទាហរណ៍ដូចជាអត្ថបទនេះដែលយើងចង់ដាក់ណាគេខ្ញុំដាក់អភិបាលនៅកណ្ដាលបាល់ស្រោមស្រួយពេលអញ្ចឹងយើង select វាមួយយើងចុចនៅត្រង់ file អូខេបន្ទាប់មកយើងយកពាក្យ option ពេលបន្ទាប់មកទៀតយើងជ្រើសយកពាក្យ proofing យើងមើលនៅត្រង់ចំណុច auto correction គេអញ្ចឹងកន្លែងហ្នឹងគឺយើងចង់នេះជាពាក្យពេញដែលយើងបាន select ណាហើយយើងចង់ដាក់ពាក្យអីគេឥឡូវខ្ញុំដាក់អភិបាលមកណាពេលអញ្ចឹងយើងចុចអភិបាលអាកន្លែងនេះពាក្យអីក៏បានយើងដាក់អក្សរកាប់ដែលយើងចង់ឲ្យបង្ហាញនៅពាក្យពេញដែលយើង select ពេលអញ្ចឹងខ្ញុំដាក់អភិបាលហើយពី add អូខេអូខេអញ្ចឹងខ្ញុំត្រង់នៅចំណុចនេះខ្ញុំវាយអភិបាលអូខេអភិអូខេអញ្ចឹងវាចេញមកអត់អូខេអញ្ចឹងនេះគឺជាគុណប្រយោជន៍នៃ auto correction ពេលអញ្ចឹងខ្ញុំសូមឧទាហរណ៍មួយទៀតពេលខ្ញុំឧទាហរណ៍ចម្លងជួននេះចោះចាំបន្តិចគេយើងប៉ុណ្ណឹងណាអូខេគេចឹងយើង select កន្លែងហ្នឹងហើយយើងយកពាក្យ file យកពាក្យ option ហើយ browsing auto correction អូខេអញ្ចឹងអានេះគឺជាកន្លែងដែលយើងបាន select ណាដៃគេយើងដាក់ចម្លងមកចម្លងជូនពេលអញ្ចឹងយើងចុច add អូខេហើយអូខេទៀតមកពេលអញ្ចឹងមើលពាក្យវាមកអត់ដើម្បីពីចម្លងពេលអញ្ចឹងគឺចេញមកអត់អញ្ចឹងនេះគឺជាយើងបាន set នៅ auto correction ពេលអញ្ចឹងវីដេអូនៃការដាក់ auto correction គឺមានតែប៉ុណ្្នឹងទេ